បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថានៅរសៀលម៉ោង1:30នាទីថ្ងៃ28មិនិនា2025នេះគឺនៅឯទីក្រុងបាងកកប្រទេសថៃគឺមានការរំជួយដីបាទបន្ទាប់ពីមានការរំជួយដីនោះមកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានចេញសេចក្តីជូនដំណឹងដែរថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជូនដំណឹងដល់សាធារណជនជាពិសេសបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ឲ្យបានជ្រាបថាយោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានអូតូនិយមថៃនាវេលាម៉ោង1:30នាទីរសៀលថ្ងៃទី28មិនិនា2025នេះមានគ្រោះរំជួយដីបានកើតឡើងនៅក្នុងទីក្រុងបាងកកនិងខេត្តជុំវិញនៃប្រទេសថៃដែលបណ្ដាលឲ្យមានការបាក់រលំអគារនិងការដ្ឋានសាងសង់មួយចំនួនបាទតាមព័ត៌មានបឋមគិតត្រឹមម៉ោង5:00នាទីល្ងាចនេះមានអ្នករងរបួសចំនួន50នាក់អ្នកស្លាប់ចំនួន3នាក់មិនទាន់មានការបញ្ជាក់សញ្ជាតិបាទដោយឡែកមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារការរំជួយដីនេះទេបាទក្រសួងបាននឹងកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពវិវត្តនៃគ្រោះរំជួយដីនេះដោយសហការជាមួយអាជ្ញាធរថៃស្ថានឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់អនុព័ន្ធការងារអមស្ថានឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ទីភ្នាក់ងារជ្រើសរើសឯកជននិងសហគមន៍ខ្មែរនៅប្រទេសថៃទាំងអស់ដើម្បីត្រៀមលក្ខណៈផ្ដល់ការគាំពារឲ្យបានទាន់ពេលវេលាដល់បងប្អូនពលករខ្មែរក្នុងករណីរងផលប៉ះពាល់បាទក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួននិងបន្តយកចិត្តទុកដាក់តាមដានស្ថានភាពព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃនិងនយោជកបាទហើយក្នុងករណីទទួលរងផលប៉ះពាល់ឬទទួលបានព័ត៌មានអំពីបងប្អូនពលករខ្មែរដែលរងផលប៉ះពាល់សូមទំនាក់ទំនងស្ថានឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ឬអនុព័ន្ធការងារអមស្ថានឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដើម្បីសុំជំនួយតាមរយៈលេខទូរស័ព្ទលេខ+66 92 80 50 561+66 94 092 5905+66 94 416 5518លេខ+66 83 545 77 88លោកឈឹមវិបុល+66 62 089 89 18លោកជុំសំភ័សនិង+66 92 299 0133លោកស្រីឡាយចន្ទថាអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជាពិសេសបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការប្រទេសថៃជ្រាបជាព័ត៌មានបាទទាំងនេះគឺជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅប្រទេសកម្ពុជាដូច្នេះសេចក្តីជូនដំណឹងនេះមានតែប៉ុណ្ណឹងបើសិនជាមានព័ត៌មានវិវត្តលើការរំជួយដីនៅប្រទេសថៃបន្តទៀតយើងខ្ញុំនឹងលើកយកមកអធិប្បាយជូនបងប្អូនយើងទាំងអស់គ្នាស្ដាប់បន្តទៀតបាទសូមអរគុណសូមជម្រាបលាหยุดแล้วคิดว่าเมาไม่ได้ตัดเก็บขาดอุ้ยนานมากเลยมาแล้วหลังอ่ะตัวตุปลางเลยบอสตัวตุปลางโลแล้วกูครับได้อยู่ครับ
ล้างเลยนานจังวะอุ้ยลมควันรถจันทร์อ้อยมันทานยมมันทาเกมปกติได้ยมไม่มาตะอ้อลิงมองนะให้ไปให้chị anh đang lưu thả kia con đâu bảo nhom tiền mình lưu thả kia con đâu bảo nhomรถจันทร์อ้อยมันทานยมมันทาเกมปกติได้ยมไม่มาตะอ้อลิงมองนะให้ไปให้chị anh đang lưu thả kia con đâu bảo nhom tiền mình lưu thả kia con đâu bảo nhom